រៀបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទនៅថ្ងៃនេះមានវីដេអូខ្លីមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាពីរបៀបបិទសំឡេងនៅក្នុង Facebook បិទសំឡេងនៅក្នុង Facebook មានន័យថាសំឡេងដែលយើងបើក Facebook មកឧទាហរណ៍ថាឮសំឡេងយើងចុច like ឬសំឡេងយើង comment ឬសំឡេងយើងចុច share អញ្ចឹងណាបងប្អូនឥឡូវខ្ញុំឧទាហរណ៍មើលឧទាហរណ៍ថាខ្ញុំបើកកន្លែងហ្នឹងមកដោយសារនេះវាអត់មានមិនមែនវីដេអូអញ្ចឹងវាអត់ឮសំឡេងខ្ញុំស្រួលយកកន្លែងហ្នឹងតែម្ដងដើម្បីអនុវត្តប្រាប់បងប្អូនឧទាហរណ៍ថាយើងចង់ចុច like យើងចុចមកបាទគឺធម្មតាគឺកន្លែងហ្នឹងឮឆ្វិចឆ្វិចអញ្ចឹងបងប្អូនបាទហើយបងប្អូនចង់ comment អីចុចទៅចង់ឆិចឆិចឮសំឡេងហើយបងប្អូនចង់ចុច share នេះក៏ឮឆ្វិចឆ្វិចដែរអញ្ចឹងបងប្អូនបាទអញ្ចឹងរបៀបបិទសំឡេងហ្នឹងវីដេអូអីយើងបាទអាចបិទបានទេវាអូតូធម្មតាទេបាទអញ្ចឹងដើម្បីបិទសំឡេងឆិចអញ្ចឹងបានឥឡូវយើងចូលទៅកាន់profile Facebook របស់យើងមកបាទហើយបន្ទាប់មកគឺបងប្អូនទៅចូលទៅកាន់ setting and privacy បាទ setting and privacy នៅខាងក្រោមនេះបាទបន្ទាប់មកគឺបងប្អូនចុចទៅលើពាក្យថា setting នៅខាងលើបាទបន្ទាប់ពីចុចទៅលើពាក្យ setting ហ្នឹងបងប្អូន scroll ដល់ក្រោមបន្តិចបងប្អូនដើររកពាក្យថា media បាទនេះគឺជាពាក្យ media បាទ media ចុចលើ media មកបន្ទាប់មកបងប្អូនស្វែងទៅរកពាក្យថា sound app បងប្អូនរកពាក្យថានេះបងប្អូននេះ sound in the app អញ្ចឹងបងប្អូនដក text មួយមកពេលដែលបងប្អូនដក text ហ្នឹងគឺបងប្អូនចុច like ចុច comment ឬក៏ share អីអត់មានឮTikTok ទៀតទេគឺបាត់សំឡេងតែម្ដងឧទាហរណ៍ថាខ្ញុំដកឡើងហ្នឹងហើយខ្ញុំបើក Facebook របស់ខ្ញុំវិញហ្នឹងខ្ញុំទៅចុច live មើលតើឮអត់បងប្អូនខ្ញុំដកហ្នឹងហើយខ្ញុំចុច live ដងទៀតណាបងប្អូនទៅចឹងទៅវាអត់ឮដូចយើងបើកទេបាទអញ្ចឹងយើងចូលទៅបិទវាវិញទៅបើសិនជាចូលទៅបើកវិញបើសិនបងប្អូនខ្លះចង់បើកបងប្អូនអាចចូលទៅកន្លែង media មិញហ្នឹងបាទចូលទៅកន្លែង media មកបាទបងប្អូនចង់បិទវាគឺដក text ដូចមិនអញ្ចឹងតែខ្ញុំចង់បើកខ្ញុំបើកវិញអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយ